KAP ជាក្រុមហ៊ុនធំជាងគេលំដាប់ទី1ផលិតចែកចាយបំពង់ទាបជ័រនិងសម្ភារៈបណ្ដាញទឹកនៅកម្ពុជាក្រមមន្ត្រីថាមានការខុបខិតជាប្រាក់ឲ្យអ្នកនេសាទវៀតណាមចូលនេសាទនៅក្នុងដែនទឹកនៃខេត្តកណ្ដាលចាំមន្ត្រីនៃអធិការកិច្ចចតុមុខដែលប្រចាំការនៅក្នុងខេត្តកណ្ដាលបានឲ្យដឹងការពីពេលថ្មីនេះថាមានការខុបខិតចាត់ទទួលសំណុកពីអ្នកនេសាទវៀតណាមជាថ្នូរទៅនឹងការបើកដៃឲ្យមានការនេសាទខុសច្បាប់នៅក្នុងដែនទឹកនៃខេត្តកណ្ដាលចាលោកកែវផាលីមន្ត្រីអធិការកិច្ចចតុមុខបានឲ្យដឹងថាលោកបានខាត់ខ្លួនជនជាតិវៀតណាមម្នាក់ចំណីក្រុមអ្នកនេសាទវៀតណាមខុសច្បាប់មួយក្រុមឈ្មោះថាជឿងយ៉ាងម៉េវចាប់ភេទប្រុសអាយុ41ឆ្នាំខណៈដែលលោកចូលល្បាតនៅចំណុចខុំសិណ្ដានៃស្រុកលើកដែកចាជនសង្ស័យបាននិយាយថាគេមានទីលំនៅនៅក្នុងភូមិភូហួយចាខុំអាំងភូស្រុកអាំងភូខេត្តចាយ៉ាងអាំងចាសំដៅខេត្តអាំងយ៉ាងប្រទេសវៀតណាមហើយគេបានចូលមកនេសាទនៅក្នុងដែនទឹកនៃខេត្តកណ្ដាលដោយមានការបងប្រាក់ឲ្យមេខ្យល់ម្នាក់ឈ្មោះថាលឹមសាទចាមានទីលំនៅក្នុងភូមិខ្នាតាំងយូខុំព្រែកជ្រៃស្រុកកោះធំចំនួន19លានដុងចាស្មើនឹង$1,000ក្នុងមួយទូកសម្រាប់ការនេសាទនៅក្នុងដែនទឹកនៃស្រុកលើកដែកនិងកោះធំនៅរដូវត្រីត្រូវចាជនជាតិវៀតណាមរូបនេះបានបន្តថាគេបានចូលមកនេសាទនៅចំណុចខាងលើតាំងតែពីខែសីហាឆ្នាំ2016មកម្ល៉េះចាតកតងទៅនឹងការចាប់ប្រកាន់នេះលោកលឹមសាទបានឲ្យដឹងថាជនជាតិវៀតណាមទាំងនោះបានមកពឹងពាក់លោកចាឲ្យជួយរត់ការសុំចូលមកនេសាទដោយសារតែពួកគេធ្លាប់ស្គាល់គ្នាលោកថាលោកបានយកលុយនោះទៅចាយឲ្យអ្នកខាងជំនាញផ្សេងបន្តទៀតហើយបានអ្នកព័ត៌មានចង់ដឹងទៅសួរតាមប៉ុស្តិ៍នៅទីនោះទៅ